តើមួយ cycle របស់ crypto មានប៉ុន្មានឆ្នាំនៅក្នុងទីផ្សាររូបិយប័ណ្ណ crypto ពាក្យ cycle សំដៅទៅលើលំនាំឬដំណាក់កាលដែលកើតឡើងដដែលៗនៅក្នុងទីផ្សារ crypto cycle មួយដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងទីផ្សារ crypto គឺ cycle Bitcoin halving ដែលពាក់ព័ន្ធនឹងការកាត់បន្ថយ reverse ឬរង្វាន់ពាក់កណ្ដាលសម្រាប់អ្នកដែលធ្វើការ mining នៅលើបណ្ដាញរបស់ Bitcoin វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងវិស័យ crypto ដែលទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនជាច្រើនដោយគេគិតថាបន្ទាប់ពីមានព្រឹត្តិការណ៍ Bitcoin halving នេះតម្លៃរបស់ Bitcoin នឹងមានការប្រែប្រួលដែលកើនឡើងរៀងរាល់4ឆ្នាំម្ដងបើយោងតាម cycle 4ឆ្នាំម្ដងឱកាសក្នុងការវិនិយោគនៅពេលដែលកាក់ធ្លាក់ចុះតម្លៃច្រើនគឺនៅឆ្នាំ2027ដែលជាឱកាសល្អសម្រាប់ការចូលទីផ្សារនិងមានតម្លៃទាបម្ដងទៀតការសិក្សាពី cycle នៃទីផ្សារ crypto គឺចាំបាច់សម្រាប់វិនិយោគិនដើម្បីទទួលបានការយល់ដឹងនិងការចេះគ្រប់គ្រងហានិភ័យគួរកត់សម្គាល់ផងដែរថា cycle នីមួយៗមិនមានលក្ខណៈដូចគ្នាឬអាចព្យាករណ៍បាននោះទេដូច្នេះវិនិយោគិនគួរតែធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់និងត្រូវមានការប្រុងប្រយ័ត្នមុនសម្រេចចិត្តវិនិយោគក្នុងទីផ្សារ crypto